លេះថ្មីទៀតហើយប្រទេសថៃកម្ពុជាចង់លឿនតែថៃថាចាំសិនកុំអាលពាក់ព័ន្ធទៅនឹងកិច្ចប្រជុំចរចាព្រំដែន JBC ថៃស៊ីពេលបដិសេធកម្ពុជារឿងចរចាព្រំដែនក្រោមលេះថារៀបផ្ទះមិនទាន់រួចរាល់ទេចាំសិនកុំអាលនេះគឺជាដំណឹងថ្មីតាមរយៈលោកសៀកសារដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃប្រទេសចង្រៃប្រាប់ថាកុំអាលបាទនាថ្ងៃទី11មេសា2026នេះប្រិយមិត្តស្រាវជ្រាវបន្ទាន់ពាក់ព័ន្ធទៅនឹងដំណឹងព្រំដែនកម្ពុជាថៃបាទក្តៅណាស់អាកាសធាតុក៏ក្តៅដំណឹងព្រំដែនកម្ពុជាថៃក៏មិនណយមជ្ឈមបពាក៏ក្តៅក៏គុកផងដែរបាទអញ្ចឹងទេប្រិយមិត្តដែលកំពុងតែស្ដាប់នេះកំពុងតែធ្វើដំណើរនេះក្តៅកម្រិតណាដែរជួយប្រាប់ផងខ្ញុំចេញទៅក្រៅក្តៅយើតែមែនតើណាប្រិយមិត្តអាកាសធាតុអញ្ចឹងទេនៅផ្ទះងូតទឹកឲ្យបានច្រើនផឹកទឹកឲ្យបានច្រើនណាបងប្អូនទាំងគ្នាឥឡូវទៅស្ដាប់អំពីតារដ្ឋមន្ត្រីការបរទេសនៃប្រទេសចង្រៃប្រទេសថៃនិយាយអីខ្លះពាក់ព័ន្ធទៅនឹងបដិសេធកុំអាប្រជុំចរចាព្រំដែន JBC នោះកម្ដៅនយោបាយព្រំដែនរវាងកម្ពុជានិងថៃបានឈានទៅដល់ចំណុចរបស់ថ្មីមួយទៀតហើយនៅពេលដែលរដ្ឋមន្ត្រីការបរទេសថៃលោកសៀសាផុងកេតកែវតាមរយៈព័ត៌មាន The Nation Thailand ចុះផ្សាយខ្ញុំយកមកបកប្រែចែកជូនទៅកាន់ប្រិយមិត្តបាទឲ្យដឹងណាបានប្រកាសជាសាធារណៈនៅថ្ងៃទី11មេសា2026នេះថាចឹងទេថ្ងៃនេះតែម្ដងប្រទេសថៃថានៅមិនទាន់អាចដើរតាមសន្ទុះនៃបំណងប្រាថ្នារបស់ទីក្រុងភ្នំពេញបានឡើយកម្ពុជាបាទគោរពអញ្ជើញចឹងទៅបាទប្រទេសថៃបកដៃឲ្យថៃមកចរចាវាស់វែងព្រំដែនខណ្ឌសីមាឲ្យចប់សពគ្រប់ទៅកុំទុកនៅឲ្យរញ៉េរញ៉ៃច្បោកច្បល់ស៊ីពេលវេលាខាត់បងអត់ប្រយោជន៍នឹងធ្វើម៉េចយ៉ាងម៉េចយ៉ាងម៉ាយើងវាស់ឲ្យចប់សពគ្រប់ទៅប្រទេសចង្រៃដើម្បីមានពេលវេលាគ្រប់គ្រាន់រកស៊ីធ្វើការងារផ្សេងៗណាទោះបីជាភាគីកម្ពុជាបានបង្ហាញឆន្ទៈមុតមមដោយការផ្ញើលិខិតអញ្ជើញជាផ្លូវការដើម្បីឲ្យថៃចូលរួមកិច្ចប្រជុំគណៈកម្មការព្រំដែនរួមគេហៅថា JBC មិនមែន GBC ណានេះគេហៅថា JBC ចន្លោះនៅថ្ងៃទី17ដល់25មេសានេះក៏ដោយក៏ទីក្រុងបាងកកបានឆ្លើយតបយ៉ាងត្រជាក់ថានីតិវិធីផ្ទៃក្នុងត្រូវតែជាអាទិភាពអញ្ចឹងទេមានន័យថាសិក្សាផ្ទៃក្នុងសិនថាគួរយ៉ាងម៉េចយ៉ាងម៉ាអាហ្នឹងគឺចាំប្រាប់ពេលក្រោយអញ្ចឹងណាផ្ទៃក្នុងហ្នឹងចង់មានន័យថាតើចំណេញឬក៏ខាតអញ្ចឹងទៅអាហ្នឹងគឺប្រទេសថៃសង្គមថៃពួកវានោះលោកសៀសាបានបញ្ជាក់ថាថៃត្រូវការពេលវេលាដើម្បីរៀបចំរចនាសម្ព័ន្ធក្រុមការងារ JBC ឡើងវិញដោយសារត្រូវផ្លាស់ប្ដូរសមាជិកភាពដែលមានន័យថារាល់កិច្ចចរចាផ្លូវការណាមួយនឹងមិនអាចកើតឡើងបានឡើយលុះត្រាតែផ្ទះរបស់ថៃរៀបចំឲ្យមានសណ្ដាប់ធ្នាប់ជាមុនសិនការមុនយកលេសថាមិនទាន់បោះឆ្នោតរៀបរយចាំបោះឆ្នោតហើយចាំតែចរចាវាស់ខណ្ឌសីមាប្រជុំ JBC អញ្ចឹងទៅឥឡូវនេះផ្លូវការទៅហើយអនុទានជាប់ជានាយករដ្ឋមន្ត្រីបាទមានគណៈរដ្ឋមន្ត្រីជាដើមឥឡូវមិនទៀតប្រទេសថៃអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺយុទ្ធសាស្ត្រដើរដោយប្រុងប្រយ័ត្នរបស់ថៃលើបញ្ហាបច្ចេកទេសនិងច្បាប់លោកសៀសាពាក់វ៉ែនតាញឹមញែមខ្លួនឯងបានបដិសេធមិនធ្វើជាប្រធានភាគីថៃនៃ JBC ដោយអះអាងថាការងារនេះត្រូវការអ្នកជំនាញច្បាប់អន្តរជាតិនិងអ្នកបច្ចេកទេសព្រំដែនសុទ្ធសាធមិនមែនជារឿងនយោបាយទាំងស្រុងនោះទេលើសពីនេះទៅទៀតនោះថៃក៏បានបង្ហាញចំហរឹងមាំចំពោះការលុបចោលអនុស្សរណៈនៃការយោគយល់គ្នា44ឬក៏ MOU 44ដែលជារឿងចម្រូងចម្រាសបំផុតនាពេលកន្លងមកប៉ុន្តែលោកបែរជាផ្ដល់តម្លៃដល់ MOU 43ដោយលើកឡើងថាវាមានវឌ្ឍនភាពមួយចំនួនដែលគួររក្សាទុកការបែងចែកប្រភេទនៃកិច្ចព្រមព្រៀងនេះបង្ហាញឃើញថាថៃកំពុងតែព្យាយាមដកខ្លួនចេញពីសម្ពាធនយោបាយហើយងាកទៅរកការការពារផលប្រយោជន៍ជាតិផ្អែកលើបច្ចេកទេសច្បាប់ទៅវិញជាការវិភាគស៊ីជម្រៅភាពយឺតយ៉ាវរបស់ភាគីថៃអាចត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រទាញពេលវេលាស៊ីពេលវេលាអញ្ចឹងទៅបាទគេថា delay របស់ថៃនោះពជាពេលពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែកាលមុនអះអាងថាអត់ទាន់បោះឆ្នោតហើយឥឡូវនេះបោះឆ្នោតចប់សពគ្រប់អាខ្ទីនធ្វើជានាយករដ្ឋមន្ត្រីមានគណៈរដ្ឋមន្ត្រីហើយមិនទៀតថៃដើម្បីផ្ទៀងផ្ទាត់ឯកសារបានណាសារបស់បារាំងដែលលោកសៀសាអះអាងថាអាចចូលមើលបានដោយសេរីគណៈដែលកម្ពុជាចង់ពន្លឿនការកំណត់ព្រំដែនដើម្បីបញ្ចប់បញ្ហាដែលអូសបន្លាយថៃហាក់កំពុងបារម្ភពីការបាត់បង់ព្រៀបខាងផ្លូវច្បាប់ឬការទាមទារទឹកដីត្រឡប់មកវិញពីភាគីកម្ពុជាដល់ពេលអញ្ចឹងវាចាប់ផ្ដើម delay ពជាពេលណាប្រិយមិត្តនៅពេលដែលយើងសិក្សាទៅផ្នែកផែនទីនោះវាស់វែងទៅវាសុទ្ធតែជាដីរបស់កម្ពុជាទាំងអស់បាទផែនទីប្រមាណ1/200,000នោះដូច្នេះកិច្ចជំនួបក្រៅផ្លូវការនៅកិច្ចប្រជុំកម្ពុជាអាស៊ាននាដើមខែឧសភាខាងមុខនឹងក្លាយជាសង្វៀនថ្មីមួយទៀតដែលរដ្ឋមន្ត្រីការបរទេសទាំងពីរគឺលោកប្រាក់សុខុននិងលោកសៀសាណានឹងត្រូវតតាំងមតិគ្នាដើម្បីរកច្រកចេញឲ្យឃើញថាតើបញ្ហាព្រំដែននេះនឹងត្រូវដោះស្រាយដោយសន្តិវិធីឬក៏នឹងបន្តស្ថិតក្នុងភាពសពើក្រោមស្លាកនីតិវិធីផ្ទៃក្នុងរបស់ប្រទេសថៃបន្តទៀតតាមដានទាំងអស់គ្នាប្រិយមិត្តក៏ប៉ុន្តែសូមវិភាគនិយាយខ្លះថាហេតុអីបានជាថៃពញាពេល delay ជាហោហែអញ្ចឹងណាស៊ីពេលការដែលភាគីថៃតែងតែប្រើពាក្យរងចាំនីតិវិធីផ្ទៃក្នុងដើម្បីពញាពេលការចរចាព្រំដែន JBC ជាមួយកម្ពុជាមិនមែនជារឿងចៃដន្យនោះឡើយនេះជាចំណុចខ្លះអំពីយុទ្ធសាស្ត្ររបស់ប្រទេសថៃទី1ជាចំណងនយោបាយផ្ទៃក្នុងនិងសម្ពាធពីក្រមជាតិនិយមបញ្ហាព្រំដែនជាពិសេសតំបន់ជិតប្រាសាទព្រះវិហារនិងតំបន់ទ្រស៊ីគ្នា OCA គឺជាអាវុធនយោបាយដ៏ស្រួចស្រាវនៅក្នុងប្រទេសថៃប្រទេសចង្រៃរដ្ឋាភិបាលថៃបច្ចុប្បន្នតែងតែរងការវាយប្រហារពីក្រមប្រឆាំងនិងក្រមជាតិនិយមជ្រុលថាធ្វើឲ្យបាត់បង់ទឹកដីប្រសិនណាបើហ៊ានតែចរចាជាមួយកម្ពុជាដោយទន់ភ្លន់ការពញាពេលនេះគឺជាយុទ្ធសាស្ត្រដើម្បីដកកម្ដៅនយោបាយក្នុងស្រុកនិងរងចាំឲ្យមានឯកភាពគ្នាជាមុនសិនជៀសវាងការផ្ទុះបាតុកម្មប្រឆាំងរដ្ឋាភិ
បាទពួកអាចចេះដឹងមួយចំនួនវាដឹងតាប្រិមិត្តនៅពេលដែលចរចា JBC ជាមួយកម្ពុជាវាស់វែងទៅវាជាដីរបស់កម្ពុជាដល់ពេលយើងខ្លាចពួកអាចជ្រុលនិយមដែលខ្ញុំតែងតែនិយាយថាពួកអាកង្កែបក្នុងដងតវ៉ាប្រឆាំងចឹងណាចំណុចទី2នោះការរៀបចំសិលឹកបៀផ្លូវច្បាប់និងបណ្ណសារបារាំងការដែលលោកសៀសាលើកឡើងអំពីឯកសារបណ្ណសារបារាំងបង្ហាញថាថៃកំពុងតែស្ថិតក្នុងដំណាក់កាលប្រមូលផុសតាងថ្មីក្នុងប្រវត្តិសាស្ត្រថៃតែងតែចាញ់ប្រៀបកម្ពុជាលើទិដ្ឋភាពផ្លូវច្បាប់និងផែនទីដែលបារាំងបានធ្វើផែនទីខ្នាត1លើ 200,000 ដូច្នេះការពន្យាពេលនេះគឺដើម្បីក្រុមអ្នកជំនាញផ្នែកច្បាប់របស់គេមានពេលពិនិត្យឯកសារពីប្រទេសបារាំងឡើងវិញក្នុងបំណងរឹកចន្លោះប្រហោងណាមួយដែលបង្កការចំណេញដល់ភាគីថៃមុននឹងឈានទៅដល់តុចរចាជាផ្លូវការអញ្ចឹងទេវាយកលេសរឿងហ្នឹងសិក្សាសិនថាបានគេឬក៏បានយើងពាក់ព័ន្ធនឹងដីអីនោះហ្នឹងពាក់ព័ន្ធសិលឹកបៀប្រទេសថៃចំណុចទី2ណាចំណុចទី3យុទ្ធសាស្ត្របំបែកអធិភាព MOU 43និង MOU 44ថៃព្យាយាមបំបែកបញ្ហាព្រំដែនជាពីរផ្នែកទី1 MOU 43ព្រំដែនដីគោកថៃចង់ឲ្យមានការចរចាបច្ចេកទេសយឺតមួយព្រោះមានភាពស្មុគស្មាញនិងប៉ះពាល់ទៅដល់អធិបតេយ្យភាពទី2 MOU 44តំបន់ត្រួតស៊ីគ្នាក្នុងដែនសមុទ្រដែលយើងហៅថា OCA រដ្ឋាភិបាលថៃចង់បានផលប្រយោជន៍ធម្មពលប្រេងនិងហ្គាសប៉ុន្តែរកសម្ពាធឲ្យលុបចោល MOU នេះពីសំណាក់ក្រមអភិរក្សនិយមក្រមជ្រុលនិយមណាការដែលគេថាសមាជិក JBC ត្រូវផ្លាស់ប្ដូរគ្រាន់តែជាលេសរដ្ឋបាលដើម្បីទាញពេលវេលាក្នុងការរៀបចំយុទ្ធសាស្ត្រថ្មីដែលឆ្លើយតបទៅនឹងការលុបចោលឬកែសម្រួល MOU ទាំងនេះចំណុចទី4អធិពលនៃស្ថាប័នកងទ័ពនិងសន្តិសុខនៅប្រទេសថៃក្រសួងការបរទេសមិនមែនជាអ្នកសម្រេចចិត្តទាំងស្រុងលើបញ្ហាព្រំដែននោះទេកងទ័ពនិងក្រុមប្រឹក្សាសន្តិសុខជាតិដែលគេហៅកាត់ថា NSC មានអធិពលយ៉ាងខ្លាំងការបញ្ជូនសំណើទៅកាន់ក្រុមប្រឹក្សាសន្តិសុខជាតិមុននឹងដាក់ជូនគណៈរដ្ឋមន្ត្រីគឺជាការបញ្ជាក់ថារាល់ការសម្រេចចិត្តត្រូវតែឆ្លងកាត់ការយល់ព្រមពីមន្ត្រីសន្តិសុខដែលតែងតែមានជំហរតឹងរឹងជាងមន្ត្រីការបរទេសបាទអាហ្នឹងគឺចំណុចខ្លះថាហេតុអីបានជាថៃពន្យាពេលសរុបមកវិញប្រិយមិត្តជាទីមេត្រីថៃមិនមែនមិនទាន់ត្រៀមខ្លួនដោយសារខ្វះមនុស្សនោះទេប៉ុន្តែគឺមិនទាន់ហ៊ានបាទអត់ទាន់ហ៊ានទេប្រឈមមុខនឹងហានិភ័យនយោបាយក្នុងស្រុកនិងកំពុងតែព្យាយាមរកចំណុចដែលខ្លួនចំណេញបំផុតការពន្យាពេលនេះគឺជាការទិញពេលវេលាដើម្បីរៀបចំខែការពារខ្លួនពីការចោទប្រកាន់ថាក្បត់ជាតិពីសំណាក់ប្រជាជនខ្លួនឯងពួកអាកង្កែបក្នុងអណ្ដូងណាខ្លាចរឿងហ្នឹងអាហ្នឹងទី1គណៈពេលដែលកម្ពុជាកំពុងបង្ហាញភាពម្ចាស់ការនិងជំហរច្បាស់លាស់តាមច្បាប់អន្តរជាតិនេះគឺជាដំណឹងពាក់ព័ន្ធទៅនឹងបាទថៃកិច្ចវេះអត់ទាន់មកប្រជុំទេជាលេសនានាដែលខ្ញុំបានជម្រាបចែកជូនទៅកាន់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជាបន្ត